Chụp điệp xưa có đôi chia xưa đây, bụng mai bụng đỏ kia. Sớm xóa có một căn video trong sapda rồi bọc trong tiết đấy. Trong sapda bọc trong bơ sinh chia video na admin ca bọc bọ trái tiêu chùm lại bông phun. Trong bơ sinh chia miên ca bọc bọ trái chỉ được thầm đá thế bụi ai ta tận cứ bọc bọ trái vậy. Trong video cái này cứ nhom rùm bờ châu đang này scam phiệp bỏ nhóm đôi chia scam phiệpនៅថ្ងៃឈប់សម្រាកពីការងារផងដែរអញ្ចឹងមានទាំងបបត្រីមានទាំងទៅធ្វើការងារធម្មតាមានទាំងទៅឡើងតុកទៀតណាខាងខ្ញុំគេហៅឡើងតុកស៊ីកាហ្នឹងបងប្អូនមានអីគេខ្លះនៅក្នុងវីដេអូនេះផ្លែជាច្រើនទៀតបងប្អូនចាំទស្សនាទាំងអស់គ្នាអញ្ចឹងចាប់ផ្ដើមដំបូងជាមួយនឹងការបបត្រីខ្ញុំចេញពីបាត់ដំបងទៅអត់ទាន់ទៅដល់ផ្ទះទេអធិស្ឋានពុំម៉ែឃើញវីដេអូនេះយប់បាត់ទៅដល់ផ្ទះដោយសារឥឡូវជាប់កូនជាប់បំបាក់ត្រីតាមផ្លូវអញ្ចឹងតើយប់ទិញបាត់ទៅដល់ផ្ទះប្រាប់គាត់ដែរថាឥឡូវវត្តត្រីឥឡូវបំបាក់ត្រីលេងសិនចាំបំបាក់ហើយចាំទៅផ្ទះហើយថ្ងៃនេះបាទចូលគ្រាន់បាបងប្អូនប៉ុន្តែត្រីដែលខ្ញុំបាននិយាយកាលពីវីដេអូមុននឹងអញ្ចឹងគឺត្រីប៉ុនមេជើងធំត្រេះជាងមេជើងបន្តិចគឺដោយសារតែស្ទឹងនឹងធ្លាប់រីងហើយស្ទឹងធ្លាប់រីងឡើងមកវិញគឺមិនសូវជាសម្បូរត្រីធំប្រហែលទេហើយថ្ងៃមុនពិបាកបាន3ថ្ងៃនេះម៉ោង3ដល់ម៉ោង6សរុបទៅចាំមើលលទ្ធផលទាំងអស់គ្នាបានប្រហែលបងប្អូននេះត្រីប៉ុណ្្នឹងឯងបងប្អូនចឹងលេងសបាយហើយយកទៅធ្វើម្ហូបផងដែរបើរកត្រីធំមិនបានយើងមានតែយកត្រីតូចនឹងទៅធ្វើម្ហូបធ្វើអីទៅបាទសិតតហោះបាទវត្តសិតតហោះត្រីតែពេលអត់ចូលនឹងមិនបានថតឲ្យប្រពន្ធមើលទេថតតែពេលចូលទេព្រោះថាចង់ដឹងថាវីដេអូនឹងវាតស៊ូកម្រិតណាចាំមើលវីដេអូក្រោយខ្ញុំនឹងផុសទាំងមូលហ្មងការបបថាប្រមាណខ្សែអញ្ចឹងណាឆ្លងចង់ជាប់មាត់ប្រមាណខ្សែទៅចូលត្រីអញ្ចឹងជួនកាល10 20ខ្សែអញ្ចឹងទៅចូលមួយជួនកាល30ខ្សែជួនកាលអីអញ្ចឹងទៅពេលខ្លះទៅក៏មានពេលវេលាវាឡើងមកខំអញ្ចឹងទៅក៏បានលឿនអញ្ចឹងទៅ2 3ខ្សែអីអញ្ចឹងទៅវាខំទៀតដែរនេះរៀងត្រឹសជាងគេអានេះអញ្ចឹងអស់ធំហើយប៉ុណ្្នឹងឯងអញ្ចឹងយកទៅក៏ប៉ុណ្្នឹងត្រីហ្នឹងបានប្រឡាក់តែឥឡូវនេះកំពុងតែយកមកទុកធ្វើអំបោធ្វើអីហូបនេះសរុបទៅបងប្អូននេះ13ក្បាលថ្ងៃហ្នឹង13ក្បាលហើយមានធំមានតូចបងប្អូនមើលជាក់ស្ដែងឃើញហើយបានទាំងអស់នឹងឯងគឺធ្វើម្ហូបហើយនឹងប្រឡាក់ទុកធ្វើអំបោធ្វើអីមុនពេលទៅធ្វើការយើងធ្វើអំបោធ្វើអីហូបហើយព្រឹកឡើងហើយល្ងាចមិញយើងបកត្រីរួចហើយយើងព្រឹកឡើងខ្ញុំធ្វើការងារផ្ទះម្ដងហើយមើលគោដេកយកប្រឡាក់សិតតាអាចគោចូលជុះហើយដេកនៅលើបណ្ដោយហើយយើងព្រឹកឡើងអញ្ចឹងយើងប្រឡែងមកទុកគ្រាន់ផ្ញើបងគាត់មើលអញ្ចឹងណាតបពីយើងបញ្ចេញគោបញ្ចេញអីហើយទៅកាប់អស់បងប្អូនកាប់អស់ដើម្បីទុកយកទៅដាំស្លអីចឹងទៅហើយមួយទៀតដឹកយកទៅកាន់វត្តផងដែរយើងយកទៅដាក់វត្តដើម្បីឲ្យយាយគាត់ធ្វើម្ហូបធ្វើអីចឹងហើយអត់មានអីចឹងយើងដឹកយកទៅដាក់វត្តអីចឹងទៅហើយតបចេញពីនឹងមកទៅហូបការបងប្អូនមានស្កបគ្រាប់មានអីខាងខ្ញុំចឹងឯងហើយម្ហូបត្រីហ្នឹងខ្ញុំចូលចិត្តដែរបងប្អូនហើយខ្លែមម្ហូបគេអត់ចិត្តបេះបងគាត់បេះស្វាយយកមកខ្លែមទៀតជូរហួញដល់ហើយចាប់យើងត្រឡប់ទៅផ្ទះវិញហើយសម្រាប់វីដេអូថ្ងៃនេះយើងគិតថាយើងនឹងបញ្ចប់ប៉ុណ្្នេះសិនហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនកុំភ្លេចជួយគាំទ្រនៅเพจរបស់ខ្ញុំហើយក៏ដូចជា YouTube របស់ខ្ញុំផងបើមើលពី YouTube កុំភ្លេច Subscribe ផងហើយបើមើលពីFacebook ចុច follow ឲ្យផងមានបងប្អូនគាត់សួរថាធ្វើវីដេអូហ្នឹងបានលុយច្រើនទេអត់ទេបងប្អូនអើយអត់មានបានលុយអីទេមានតែអស់លុយដូចខ្ញុំទៅស្ទូចត្រីស្ទូចអីនេះខ្ញុំត្រូវការស្ទូចទិញអីទិញនុយទិញអីចឹងមានតែអស់លុយទេខ្ញុំគ្មានបានថវិកាអីត្រឡប់មកវិញទេពួកអី page មិន available ដើម្បីរកលុយរកអីទេគ្រាន់តែធ្វើដើម្បីចង់ឲ្យបងប្អូនមើលទស្សនាសប្បាយហើយបើសិនជាមានឱកាសអាហ្នឹងយើងទៅតាមនឹងទៀតប៉ុន្តែឥឡូវនេះគឺមានតែអស់លុយទេបងប្អូនអញ្ចឹងសង្ឃឹមថាបងប្អូនជួយ share នៅវីដេអូនេះម្នាក់មួយផងអរគុណច្រើនបាយបាយជម្រាបលា